អន្តបទប្រធរអប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មធេរោអវាទទី201ពួកសាមណៈដែលចិញ្ចឹមជីវិតដោយអាស្រ័យដើរគោចរបិណ្ឌបាតនេះជាវត្តប្រតិបត្តិដ៏ប្រសើរនិងជាប្រពៃណីដែលមានគុណតម្លៃដ៏ក្រៃលែងរបស់ព្រះពុទ្ធគ្រប់ព្រះអង្គហើយជាវត្តដ៏ប្រសើររបស់សាវកទាំងឡាយនិងជាពាក្យផ្ដែផ្ដាំរបស់ព្រះគ្រូឧបជាគ្រប់អង្គបំពោះកុលបុត្រហើយប្រគល់បាតមួយហើយប្រាប់ថានេះជាឆ្នាំងទឹករបស់អ្នកសម្រាប់យកទៅចិញ្ចឹមជីវិតព្រោះឆ្នាំងទឹកនេះមានបាយម្ហូបអាហារឆ្អិនស្រាប់កើតឡើងពីការសិក្សាប្រតិបត្តិល្អជាកម្លាំងបុណ្យរបស់អ្នកគួរត្រេកអររីករាយនៅវត្តដ៏ប្រសើរនេះចុះព្រោះវត្តដ៏ប្រសើរនេះបង្អោនទៅកាន់វិវេកគឺកាយវិវេកចិត្តវិវេកឧបតិវិវេកដែលជាមាគ៌ាដ៏បរិសុទ្ធដើម្បីរួចចាក់ទុក្ខទាំងពួងហើយជាកិច្ចប្រតិបត្តិរបស់បុព្វជិតជាអ្នកប្រាថ្នាតិចមានសេចក្តីសន្តោសជាអ្នកស្គាល់ប្រមាណជាអ្នកព្យាយាមដោះខាត់កិលេសជាអ្នកមានស្មារតីទូនមានចិត្តឲ្យស្អាតបរិសុទ្ធជាអ្នកមានអធ្យាស្រ័យនៅម្នាក់ឯងមានអរិយាបថម្នាក់ឯងទៅបិណ្ឌបាតម្នាក់ឯងត្រឡប់មកវិញម្នាក់ឯងឆាន់នៅទីអាសនៈមួយម្នាក់ឯងក្រោយភ័ណ្ឌអង្គុយកម្មដ្ឋានមានស្មារតីអប់រំចិត្តដោយសេចក្តីមិនប្រមាទព្រះពុទ្ធមានព្រះដីកាថាវត្តដ៏ប្រសើរនេះហើយដែលធ្វើឲ្យទេវតានិងមនុស្សទាំងឡាយរមែងគោរពស្រឡាញ់រាប់អាននិងបូជាដោយទឹកចិត្តជ្រះថ្លាដល់ភិក្ខុអ្នកប្រព្រឹត្តបណ្ឌបាតចិញ្ចឹមខ្លួនជាអ្នកមានចរិយាមាយាទល្អសមរម្យនិងថឹងស្ងប់ស្ងាត់មានស្មារតីគ្រប់កាលទាំងពួងចូលអ្នកទាំងឡាយមានស្មារតីប្រព្រឹត្តតាមវត្តដ៏ប្រសើរនេះដោយសេចក្តីមិនប្រមាទចុះរមែងនាំមកនៅសេចក្តីសុខស្ងប់គ្រប់យ៉ាងភិក្ខុធម្មធេរោអវាទទី202ព្រះពុទ្ធដីកាថាព្រះអរិយបុគ្គលដែលចម្រើនអរិយមគ្គមានអង្គ8ពេញបរិបូរណ៍ហើយបាបអកុសលទាំងឡាយលះអស់ហើយមិនត្រឡប់មកចូលវិញទេព្រោះពោធិបក្ខយធម៌ទាំងអស់ជាលោកីក្តីជាលោកុត្តរក្តីស្ថិតនៅក្នុងសន្តានចិត្តព្រះអរិយទាំងអស់ដោយអំណាចសម្ពោធិនិងអនុបាទតិសេសនិព្វានជាខាងមុខពិតប្រាកដឯចំណែកសន្តានចិត្តពុទ្ធជនទាំងឡាយកិលេសដែលខ្លួនបានលះតែងតែត្រឡប់មកវិញដូចជាទោះបីធ្លាប់កើតជាទេហេតុកៈក៏ត្រឡប់ទៅកាន់ទ្វិហេតុកៈនិងអហេតុកៈវិញធ្លាប់កើតជាព្រាហ្មណ៍ជាទេវតាជាមនុស្សក៏ត្រឡប់ទៅកាន់អបាយភូមិវិញធ្លាប់កើតក្នុងសមាធិក៏ត្រឡប់ទៅកាន់មច្ឆាទិដ្ឋិវិញធ្លាប់ជាអ្នកឲ្យទានក៏ត្រឡប់ទៅកាន់មច្ឆរិយៈកំណាញ់វិញធ្លាប់ជាអ្នកមានសិលក៏ត្រឡប់ទៅកាន់ទ្រុសិលវិញធ្លាប់ជាអ្នកមានសមាធិក៏ត្រឡប់ទៅកាន់ចិត្តរិមីវិញធ្លាប់ជាអ្នកមានបញ្ញាក៏ត្រឡប់ទៅកាន់ភាពល្ងង់ខ្លៅវិញធ្លាប់ជាអ្នកមានទ្រព្យក៏ត្រឡប់ទៅកាន់ភាពក្រខ្សត់វិញធ្លាប់ជាអ្នកមានយស័កត្រកូលខ្ពង់ខ្ពស់ក៏ត្រឡប់ទៅកាន់អ្នកអស់យស័កត្រកូលថោកទាបវិញជាដើមព្រោះតែសេចក្តីប្រមាទធ្វេសប្រហែសវង្វេងមិនបានព្យាយាមបំពេញបុណ្យកុសលប្រព្រឹត្តក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការឬព្រហ្មចរិយធម៌សិលសមាធិបញ្ញាឲ្យពេញបរិបូរណ៍ដើម្បីលះបង់បាបអកុសលឲ្យអស់ពីសន្តានចិត្តហេតុនេះហើយធ្វើឲ្យកិលេសដែលមានលះហើយត្រឡប់មកវិញមកពីសេចក្តីប្រមាទធ្វេសប្រហែសនេះឯងព្រោះហេតុនេះបានព្រះពុទ្ធដាស់តឿនទូនមានរឿយចូលអ្នកទាំងឡាយធ្វើកិច្ចការជាប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះភិក្ខុធម្មធេរោអវាទទី203ការចេញវស្សាភិក្ខុសង្ឃបានធ្វើកិច្ចបវារណាកម្មរួចហើយកាលនេះជាកាលកឋិនទានដែលព្រះពុទ្ធអនុញ្ញាតឲ្យភិក្ខុសង្ឃក្រាលកឋិននិងឲ្យញាតិញោមបានធ្វើកឋិនទាននៅក្នុងសាសនានេះដូច្នេះយើងបានទទួលពុទ្ធដីកាពីព្រះសពរោះហើយ
គប្បីញ៉ាំងទឹកចិត្តសទ្ធាជ្រះថ្លាប្រកបដោយបញ្ញាគោរពធ្វើតាមពាក្យទូន្មានរបស់សប្បុរសដោយសមនស្សរីករាយឲ្យក្រៃលែងដែលជាហេតុធ្វើឲ្យគុណធម៌ក្នុងមហាកុសលតាំងរឹងមាំបុណ្យកឋិនទាននេះមហាកុសលចម្រើនពេញបរិបូរណ៍ដោយធម៌4យ៉ាងគឺ 1. សទ្ធាសម្បត្តិត្រូវសិក្សាយល់ដឹងពីរឿងរ៉ាវកឋិនទាននេះឲ្យប្រកបប្រជាជឿជាក់ប្រកបដោយហេតុផលច្បាស់លាស់ត្រឹមត្រូវដោយខ្លួនឯងមិនមែនជឿឮតាមគេថាតគ្នាទេ 2. ទស្សនៈសម្បត្តិត្រូវមានបញ្ញាញាណត្រេះរិះពិចារណាមើលឃើញពីប្រយោជន៍និងគុណតម្លៃបុណ្យកឋិនទានទាំងភិក្ខុសង្ឃអ្នកទទួលនិងញាតិញោមអ្នកឲ្យព្រមទាំងគោលបំណងរបស់ព្រះពុទ្ធដើម្បីប្រយោជន៍អ្វីនេះជារឿងសំខាន់ក្នុងការធ្វើកឋិនទាន 3. តយធម្មសម្បត្តិត្រូវឲ្យស្គាល់វត្ថុធំដែលជាអង្គកឋិនមានអ្វីខ្លះមានស្បង់មួយចីវរមួយនិងសង្កដីមួយត្រូវដឹងថែមទៀតចុះហេតុអ្វីគ្រឿងបរិក្ខារជាច្រើនទៀតមានក្រែប្រាក់រាប់លានរៀលមិនចាត់ជាវត្ថុអង្គកឋិនធំតើព្រះពុទ្ធឃើញតម្លៃយ៉ាងម៉េចបានឲ្យតម្លៃវត្ថុ3នោះធំទៅវិញនេះហើយអ្វីដែលយើងត្រូវដឹង 4. បដិគិហកសម្បត្តិអ្នកទទួលសម្ពុតកឋិនបានតែភិក្ខុសាមណេរទទួលមិនបានហើយយើងត្រូវដឹងភិក្ខុនោះចាំភាសានៅទីណាបានត្រឹមត្រូវតាមធម៌វិន័យទេក្នុងភាសា3ខែបានសិក្សាប្រតិបត្តិធម៌បានខ្ជាប់ខ្ជួនទេបានបវរណកម្មចេញភាសាបានព្រមព្រៀងសាមគ្គីគ្នាត្រឹមត្រូវល្អទេបើប្រកបដោយគុណធម៌នេះហើយយើងជ្រះថ្លាសមគួរធ្វើកឋិនទានណាស់បានផលឡានិសង្ឃច្រើនណាស់ឈ្មោះថាយើងបានចូលរួមសិក្សាគោរពទ្រង់ផ្សព្វផ្សាយធម៌វិន័យក្នុងព្រះពុទ្ធសាសនាឲ្យចម្រើនរុងរឿងស្ថិតស្ថេររឹងមាំទុកជាប្រយោជន៍ជួយសង្គមយើងបានសេចក្តីសុខរីកចម្រើនគ្រប់គ្នាភិក្ខុធម្មថេរោអវាទទី204បើយើងគ្រប់គ្នាមានភ័ព្វសំណាងកើតទាន់ព្រះពុទ្ធសាសនាហើយមានបំណងសិក្សាអប់រំចិត្តដើម្បីដោះស្រាយបញ្ហាជីវិតឲ្យរួចចាកសេចក្តីទុក្ខទាំងពួងយើងត្រូវសិក្សាប្រតិបត្តិឲ្យត្រឹមត្រូវល្អតាមព្រះធម៌របស់ព្រះអង្គតែម្យ៉ាងកុំចំណាយពេលសិក្សាតាមធម៌គ្រូនេះគ្រូនោះច្រើនពេកទោះបីគ្រូណាក៏ដោយតើគ្រូនោះមានបទពិសោធន៍សិក្សាព្រះត្រៃបិដកអដ្ឋកថាដីកានិងយកទៅប្រតិបត្តិតាមព្រហ្មចរិយធម៌គឺសិលសមាធិបញ្ញាបានពលត្រូវតាមសភាវៈបរមត្តធម៌ពិតប្រាកដច្បាស់លាស់ទេបើយល់ច្បាស់ត្រឹមត្រូវតាមធម៌វិន័យល្អហើយយើងសិក្សាអប់រំចិត្តឆាប់ចម្រើនប្រាជ្ញាណាស់គឺនាំឲ្យមានប្រាជ្ញាច្រើននាំឲ្យមានប្រាជ្ញាក្រាស់នាំឲ្យមានប្រាជ្ញារីករាយនាំឲ្យមានប្រាជ្ញារហ័សនាំឲ្យមានប្រាជ្ញាមុតថ្លានាំឲ្យមានប្រាជ្ញាគ្រឿងសង្កត់សង្កិនទំលាយលះបង់នៅបណ្ដាញគំនរកិលេសប្រាជ្ញានេះហើយសម្រាប់លាងសម្អាតចិត្តជាប់ជំពាក់គ្រឿងសៅមងដែលស្អិតជាប់ក្នុងគំនរទុក្ខលំបាកវេទនាសោកសៅឈឺចាប់រាល់ថ្ងៃគឺជាប់ជំពាក់កង្វល់តែជាមួយកិលេសនេះឯងគឺ 1. ជាប់ជំពាក់កង្វល់ជាមួយរាគៈស្រឡាញ់ពេញចិត្ត 2. ជាប់ជំពាក់ជាមួយកង្វល់ទោសៈខឹងស្អប់ក្រោធ 3. ជាប់ជំពាក់កង្វល់ជាមួយមោហៈវង្វេងសង្ស័យស្មាន 4. ជាប់ជំពាក់កង្វល់ជាមួយទិដ្ឋិយល់ខុស 5. ជាប់ជំពាក់កង្វល់ជាមួយមេនៈប្រកាន់ច្រើន 6. ជាប់ជំពាក់ជាមួយកង្វល់អ៊ីសាមច្ឆរិយៈច្រណែនឈ្នាននេះកំណាញ់ស្វិតចង្អៀតចង្អល់ 7. ជាប់ជំពាក់ជាមួយទុច្ចរិតកាយទុច្ចរិតវាចីទុច្ចរិតមនោទុច្ចរិតប្រព្រឹត្តតែអំពើណាដែលធ្វើឲ្យខ្លួនឯងក្តៅក្រហាយនិងធ្វើឲ្យគេទុក្ខលំបាកឈឺចាប់បើយើងសិក្សាប្រតិបត្តិបានត្រឹមត្រូវតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធពិតប្រាកដទោះបីគំនរកិលេសនេះច្រើនប៉ុណ្ណាក៏លះបង់ចោលគ្មានសេះសល់ដែរហើយរមែងញ៉ាំងជីវិតយើងឲ្យស្អាតបរិសុទ្ធភ្លឺថ្លារុងរឿងក្សេមចាក់បញ្ហាសេចក្តីទុក្ខគ្រប់យ៉ាងទង្វើណាដែលមិនល្អមិនចង់ឲ្យកើតដល់ខ្លួនចូលអ្នកកុំធ្វើនៅទង្វើអាក្រក់នោះចំពោះខ្លួននិងអ្នកដទៃឲ្យសោះភិក្ខុ
ធម្មថេរោអវាទទី205ពុទ្ធបរិស័ទទាំងបុព្វជិតទាំងក្រហោះបានបំពេញបុណ្យកុសលនិងបានឱកាសសិក្សាពុទ្ធវចនៈផងប្រតិបត្តិអប់រំចិត្តផងប៉ុន្តែមើលទៅដូចនៅមានបញ្ហាជាប់ជំពាក់ខ្វល់ខ្វាយច្រើនមានការភ័យខ្លាចព្រួយបារម្ភការទុក្ខលំបាកកាយចិត្តច្រើនផលទាំងនេះមកពីយើងម្នាក់យល់ដឹងពីព្រះធម៌របស់ព្រះអង្គនៅមានសទ្ធានិងបញ្ញារាក់ស្ទើរនៅឡើយម្ល៉េះហើយឆន្ទៈជាកម្លាំងចិត្តមិនទាន់ខ្លាំងក្លាមុតស្រួចនៅស្ទើរនៅឡើយបើឆន្ទៈនេះនៅស្ទើរនាំឲ្យការសិក្សាក៏នៅស្ទើរនាំឲ្យការឲ្យទានក៏នៅស្ទើរនាំឲ្យការរក្សាសិលក៏នៅស្ទើរនាំឲ្យការចម្រើនសមាធិក៏នៅស្ទើរនាំឲ្យការចម្រើនវិបស្សនាក៏នៅស្ទើរហេតុនេះធ្វើឲ្យសម្រេចមគ្គផលយឺតយូរនាំឲ្យកិលេសមានឱកាសត្រួតត្រាគ្រប់សង្កត់ធ្វើទុកបុកម្នេញសត្វរាល់ថ្ងៃការទុកលំបាករាល់ថ្ងៃដដែលប៉ុន្តែបើសទ្ធាបញ្ញាមានកម្លាំងខ្លាំងញ៉ាំងឆន្ទៈរបស់យើងក៏មានកម្លាំងខ្លាំងក្លាមោះមុតស្រួចរឹងមាំដែរកាលបើឆន្ទៈមានកម្លាំងរឹងមាំហើយរមែងមានកម្លាំងខ្លាំងជាងកិលេសគឺតណ្ហាទៅទៀតព្រោះហេតុនេះហើយបានឆន្ទៈคล้ายជាអធិបតីធម៌ជាធំនិងជាអធិបាទធម៌ជាបាទនៃរិទ្ធធ្វើឲ្យមានរិទ្ធអំណាចកម្លាំងដេចចាសម្រាប់គុណធម៌ជាន់ខ្ពស់បានពិតណាស់បើឆន្ទៈមានកម្លាំងខ្សោយឬកម្លាំងស្មើនឹងតណ្ហាសត្វទាំងឡាយនោះរមែងស្ថិតនៅក្នុងអំណាចកណ្ដាប់ដៃនៃតណ្ហាដូច្នេះសពសត្វទាំងអស់មិនអាចលះបង់ធនធានទ្រព្យសម្បត្តិរាជសម្បត្តិជាសុខឬទិព្វសម្បត្តិនិងព្រហ្មសម្បត្តិដែលតណ្ហាកាន់កម្មចេញចាក់វត្តទុកបានឡើយកាលណាឆន្ទៈនេះមានកម្លាំងខ្លាំងក្លាមុតស្រួចរឹងមាំដោយព្រះពុទ្ធជាម្ចាស់ហើយទោះបីដើរចូលក្នុងភ្លើងពីចក្រវាលមួយទៅចក្រវាលមួយមានភ្លើងឆេះសន្ធោសន្ធៅយ៉ាងណាក៏ហ៊ានដើរឆ្លងកាត់មិនខ្លាចញញើតឡើយឲ្យតែទៅដល់គោលដៅបានត្រាស់ដឹងជាព្រះពុទ្ធតាមបំណងប្រាថ្នាចូលអ្នកទាំងឡាយមានឆន្ទៈមោះមុតរឹងមាំទើបធ្វើដំណើរឆ្លងកាត់រួចផុតផ្លូវសង្សារទុក្ខទើបបានដល់គោលដៅគឺព្រះនិព្វានភិក្ខុធម្មថេរោអវាទទី206នៅក្នុងអវាទរបស់ព្រះពុទ្ធដើម្បីរៀបចំដំណើរជីវិតរបស់យើងឲ្យមានសេចក្តីសុខចម្រើនក្នុងមង្គលដ៏ប្រសើរយើងត្រូវចាប់ផ្ដើមពីការសេពគប់កាលណាមានឱកាសបានសេពគប់សប្បុរសមានសេចក្តីស្និទ្ធស្នាលសប្បុរសបានសិក្សាស្ដាប់ព្រះធម៌បានរៀនប្រព្រឹត្តតាមធម៌ចិត្តប្រកបដោយធម៌បានរឿយជីវិតមានធម៌មានសេចក្តីសុខណាស់ព្រោះព្រះធម៌ព្រះអង្គជាអាវុធគឺបញ្ញាសម្រាប់កិលេសនិងឃើញទោសរបស់កិលេសដែលមានកលមាយាច្រើនតែងតែបៀតបៀនសត្វឲ្យមានសេចក្តីទុក្ខច្រើនព្រះអង្គទូលមានដាស់តឿនឲ្យភ្ញាក់ក្រោកពីដំណេកភាពងងឹតនៃអវិជ្ជាដែលមានមាថ្នាក់ថ្នមលួងលោមបំពេនិងសណ្ដំចិត្តសត្វលោកឲ្យជាប់ស្អិតក្នុងវដ្តទុក្ខមិនមានទីបំផុតដូច្នេះអ្នកសម្ដែងធម៌ក្តីអ្នកបង្រៀនធម៌ក្តីអ្នកផ្សាយធម៌ក្តីត្រូវដឹងខ្លួនឲ្យច្បាស់ថាខ្លួនមានតួនាទីជាអ្នកដាស់សពសត្វឲ្យភ្ញាក់ពីដំណេកនៃអវិជ្ជានិងតណ្ហាមិនមែនឃើញសត្វដេកលក់ហើយនាំគ្នាយកធម៌ថ្នាក់ថ្នមលួងលោមបំពេឲ្យរឹតតែលែងភ្ញាក់លែងដឹងខ្លួនគ្មានស្មារតីដេកលក់អត់ក្រោកឡើងនោះទេបើនាំគ្នាធ្វើតែបែបនេះមិនខុសអីគ្នាដេកលក់ហើយនាំគ្នាដាក់ថ្នាំសណ្ដំឲ្យកាន់តែងោកងុយវង្វេងគ្មានដឹងកោះត្រាយអ្វីទាំងអស់បើយើងមានមេត្តាព្យាយាមដាស់តឿនពន្យល់ប្រាប់ឲ្យច្បាស់បានត្រឹមត្រូវតាមសច្ចធម៌ពិតមិនយូរប៉ុន្មានគង់តែមានស្មារតីដឹងខ្លួនភ្ញាក់មករកការពិតវិញព្រោះព្រះធម៌របស់ព្រះអង្គមានគុណតម្លៃអស្ចារ្យណាស់សម្រាប់ដោះស្រាយបញ្ហាជីវិតរបស់យើងបើយើងបានយល់មានបញ្ញាដឹងច្បាស់នៅសច្ចធម៌នេះហើយរមែងទទួលបានគុណប្រយោជន៍ដូចនេះជាអ្នករស់នៅដ៏ប្រសើរជាអ្នកមានប្រាជ្ញាឆ្លៀសវៃជាអ្នកមិនមានសេចក្តីទុក្ខសោកសៅក្នុងចំណោមអ្នកសោកសៅច្រើន
ជាអ្នកមានជីវិតរុងរឿងក្នុងចំណោមញាតិទាំងឡាយជាអ្នកមានសេចក្តីសុខស្ងប់អស់កាលយូរអង្វែងជាអ្នកមានទីពឹងពេលស្លាប់មិនពងវែងមានដំណើរទៅកាន់សុគតិជាអ្នកសម្រេចគុណធម៌ជាន់ខ្ពស់មគ្គផលនឹងព្រះនិព្វានហេតុនេះយើងគួរសេពគប់សប្បុរសស្និទ្ធស្នាលគោរពរាប់អានជាមួយសប្បុរសទើបធ្វើឲ្យដំណើរជីវិតយើងរួចផុតស្រឡះពីភាពសៅហ្មងអាប់អួរសោកសៅទៅកាន់វិថីជីវិតមានភាពភ្លឺថ្លាស្រស់ស្រាយមានសេរីសួស្តីរស់នៅក្នុងសច្ចធម៌ដ៏សុខត្រជាក់ក្សេមចាក់ទុកទាំងពួងចូលសេពគប់ជាមួយសប្បុរសរមែងទទួលបានមង្គលដ៏ប្រសើរគ្រប់កាលជានិច្ចភិក្ខុធម្មថេរោអវាទទី207បុគ្គលអសប្បុរសទោះបីសិក្សាច្រើនមានចំណេះដឹងច្រើនមានទ្រព្យសម្បត្តិច្រើនមានយសស័ក្តិច្រើនមានអំណាចច្រើនមានលាភសក្ការៈច្រើនមានត្រកូលខ្ពង់ខ្ពស់ច្រើនយ៉ាងណាក៏នៅតែមានសេចក្តីប្រមាទវង្វេងធ្លាក់ខ្លួនចូលរណ្ដៅកិលេសមានទិដ្ឋិមានអ្នកប្រកាន់មាំជាមួយសម្បត្តិដែលខ្លួនមានទាំងអស់នោះកាន់តែធ្វើឲ្យមានអ្នកចម្រើនឡើងលើសលប់ខ្ពង់ខ្ពស់ក្រៃលែងបន្ថែមទៀតដោយទងជ័យនៅកណ្ដាលជំនុំមានអ្នកអួតអាងប្រឹងលើកខ្លួនដោយសេចក្តីវង្វេងធ្លាក់ចូលក្នុងជ្រោះមរណៈព្រោះតែសេចក្តីប្រមាទនេះឯងឯចំណែកបុគ្គលសប្បុរសទោះបីសិក្សាមានចំណេះដឹងតិចតួចក្តីមានទ្រព្យសម្បត្តិតិចតួចក្តីគ្មានយសស័ក្តិគ្មានអំណាចគ្មានលាភសក្ការៈបុណ្យស័ក្តិមានត្រកូលទុនទាបយ៉ាងណាក្តីក៏មិនមានការប្រកាន់មាំតាំងនៅដោយសេចក្តីមិនប្រមាទមានចិត្តរីករាយជ្រះថ្លាក្នុងសេចក្តីមិនប្រមាទជាអ្នកត្រេកអរក្នុងគុណធម៌មានដំណើរប្រព្រឹត្តទៅតាមផ្លូវអរិយបុគ្គលមានស្មារតីប្រុងប្រយ័ត្នពិនិត្យជាប្រក្រតីមិនឲ្យចិត្តធ្លាក់ចូលក្នុងរណ្ដៅកិលេសអវិជ្ជាតណ្ហាមានឆន្ទៈញ៉ាំងព្យាយាមជាប់តគ្នាមិនដាច់មានសេចក្តីប្រឹងប្រែងអប់រំពុតចិត្តរឹងមាំជានិច្ចមានប្រាជ្ញាបង្អោនចិត្តទៅពលត្រូវនៅព្រះនិព្វានជាទីក្សេមចាកយោគៈជាគុណជាតិដ៏ប្រសើរក្រៃលែងបំផុតព្រោះសប្បុរសមានប្រាជ្ញាបានឃើញសេចក្តីមិនប្រមាទនេះជាធម៌មិនស្លាប់អមតៈធម៌ជាទីសរសើរនៃព្រះសាស្តាចូលអ្នកទាំងឡាយប្រឹងប្រែងប្រព្រឹត្តតាមធម៌ព្រះអរិយបុគ្គលដោយសេចក្តីមិនប្រមាទចុះរមែងមានជីវិតរុងរឿងរួចផុតចាកទីងងឹតអាប់អួរសោកសៅភិក្ខុធម្មថេរោអវាទទី208ព្រះពុទ្ធតែងព្យាយាមពន្យល់ណែនាំដាស់តឿនយើងគ្រប់គ្នាថាការសិក្សាប្រតិបត្តិតាមធម៌វិន័យរបស់ព្រះអង្គមានការហត់នឿយពិបាកបន្តិចហើយព្រោះសុភាសិតដែលព្រះអង្គសម្ដែងនេះជាពាក្យសម្ដីពិតក្នុងសច្ចធម៌ប្រកបដោយហេតុផលត្រឹមត្រូវច្បាស់លាស់ពិតប្រាកដព្រោះការពីបទពិសោធន៍ការអនុវត្តក្នុងជីវិតប្រចាំថ្ងៃប្រើដោយបញ្ញាញាណនិងសមត្ថភាពផ្ទាល់ខ្លួនរបស់ព្រះអង្គអស់រាប់អសង្ខ័យកម្មមិនមែនជឿតគ្នាតាមអ្នកដទៃប្រាប់ទេតម្លៃគុណធម៌របស់ព្រះអង្គនេះហើយទើបទូលមានសពសត្វទាំងអស់ឲ្យសម្រេចប្រយោជន៍សេចក្តីសុខចម្រើននិងរួចចាកទុក្ខបានយ៉ាងណាមិញយើងទាំងអស់គ្នាត្រូវព្យាយាមសិក្សាប្រតិបត្តិធម៌វិន័យនេះឲ្យបានត្រឹមត្រូវមានបទពិសោធន៍ច្បាស់លាស់ពលត្រូវតាមសភាវៈពិតក្នុងអរិយសច្ចៈប្រកបជាមុនសិនទើបយកទៅបង្រៀនផ្សព្វផ្សាយសម្ដែងទៅនាំមកនៅគុណប្រយោជន៍មានសេចក្តីសុខដ៏ត្រជាក់ស្ងប់ស្ងាត់ជាទីមនោរម្យកក់ក្ដៅបំផុតព្រោះតែយើងបានពោលតាមបទពិសោធន៍និងសមត្ថភាពនៃបញ្ញាញាណក្នុងសច្ចធម៌ពិតដូច្នេះនិយាយតែពាក្យពិតត្រឹមត្រូវតាមហេតុផលនៃសច្ចធម៌និយាយត្រឹមត្រូវតាមកាលពេលវេលាដែលគួរនិយាយសម្ដីសមរម្យមានសិលធម៌ថ្លៃថ្នូរប្រកបដោយមេត្តាពាក្យសម្ដីមានខ្លឹមសារអត្ថន័យមានគុណប្រយោជន៍ស្ដាប់ហើយចម្រើនបញ្ញាបើធ្វើមិនបានទេកុំចេះតែនិយាយចោលលឿនច្រើនពេក
កុំនិយាយរឿងដែលធ្វើឲ្យគេឈឺចាប់សូម្បីតែខ្លួនយើងក៏មិនចង់ស្ដាប់រឿងដែលនាំឲ្យឈឺចាប់ដែររឿងណាដែលមិនទាន់កើតឡើងឲ្យប្រកបទេកុំប្រញាប់និយាយផ្ដេសផ្ដាសច្រើនពេកនាំឲ្យគេសាំរឿងអាក្រក់ខ្លួនឯងបើមិនទាន់កែបានល្អទេកុំអាលអួតគេថាខ្លួនល្អឬជោគជ័យឡើយជាដើមពាក្យសម្ដីទាំងអស់នេះបើយើងចេះនិយាយទៅតាមបទពិសោធន៍ក្នុងសច្ចធម៌ពិតតាមសុភាសិតបង្រៀនរបស់ព្រះពុទ្ធឲ្យពិតប្រាកដសម្ដីរបស់យើងคล้ายជាសម្ដីមាសមានគុណតម្លៃនាំមកនូវប្រយោជន៍ច្រើនណាស់សម្រាប់ខ្លួនយើងនិងសម្រាប់សង្គមជាតិចូលអ្នកទាំងឡាយព្យាយាមរីករាយនិយាយពាក្យពិតទើបទទួលបានសេចក្តីសុខពិតមិនคล้ายភិក្ខុធម្មថេរោអវាទទី209យើងទាំងអស់គ្នាបានជួបព្រះពុទ្ធសាសនាបានដោយកម្រពេកក្រៃណាស់ត្រូវសិក្សាប្រតិបត្តិធម៌វិន័យប្រកបដោយបញ្ញាឆ្លៀសវៃទើបមានសំណាងបានឃើញច្បាស់នៅសច្ចធម៌គឺបញ្ញាញាណឃើញនៅខណ្ឌ5នេះជាទុក្ខជាទោសគួរឲ្យនឿយណាយពីការប្រកាន់ឆ្លោះប្រកែកគ្នាព្រោះតែកិលេសតណ្ហាអវិជ្ជានាំឲ្យយើងកាន់ជើងអ្នកនេះអ្នកនោះវង្វេងក្នុងអកតេព្រោះរៀនធម៌តែមិនស្គាល់ធម៌ពិតនេះហើយលទ្ធផលសិក្សាធម៌គ្រាន់តែគិតយល់ថាអញបានរៀនធម៌អញចេះធម៌អញចេះនិយាយធម៌អញចេះបង្រៀនធម៌អញយល់ធម៌អញមានមិត្តព្រះធម៌ដើរតាមអញច្រើនហើយមិនយកទៅវឹកហាត់អប់រំតាមសច្ចធម៌ទេដូចចាប់ពស់វែកត្រង់កន្ទុយអាចចឹកយើងស្លាប់បានយ៉ាងណាព្រះធម៌បរៀនអត់បានត្រឹមត្រូវឬប្រព្រឹត្តប្រតិបត្តិមិនបានល្អទេជួនកាលអាចធ្លាក់ក្នុងមច្ឆាញាណយល់ខុសក្នុងចំណែកអកុសលបាបធ្វើឲ្យចិត្តបង្កប់ក្នុងកិលេសធម៌5យ៉ាងហើយមានដំណើរដូចញៀនចឹងគឺមោហៈវង្វេងអត់ដឹងសភាពពិតលោភៈជាប់ជំពាក់ក្នុងកាមទិដ្ឋិការយល់ខុសវិតកាត្រេះរិះខុសក្នុងកាមអកុសលវិចារៈពិចារណាខុសក្នុងកាមអកុសលបើធម៌ទាំង5ប្រការមានដល់បុគ្គលណាហើយបុគ្គលនោះមានសភាពដូចចេះធម៌អស្ចារ្យណាស់គឺ1វិញ្ញជាតិកាមានជាតិដូចអ្នកចេះដឹងច្រើនណាស់2សុតបរិយ័តសម្បណ្ណោមានសភាពជាអ្នកសិក្សាស្ដាប់ច្រើន3ឆេកភេវាំងមានសភាពធ្វើឲ្យបុគ្គលនោះមានភាពឆ្លៀសវៃពូកែវោហាបានសម្ដី4បដិពលៈភេវាំងមើលទៅមានសមត្ថភាពអស្ចារ្យណាស់ប៉ុន្តែរាល់សកម្មភាពទាំងអស់នោះពោពេញដោយល្បិចកលកិលេសបាបអកុសលក្នុងធម៌5ប្រការនោះដែលមានកម្លាំងហើយធ្វើឲ្យចិត្តនោះមានអំណាចនៃការបង្ហាញឧបាយផ្សេងក្នុងការធ្វើអំពើបាបអកុសលមហាដេកាក្នុងបរមត្តទីបនីដូចជាភិក្ខុមហាទេវៈភិក្ខុកបិលវច្ឆៈដើរតែទូលមានគេតែអត់ទូលមានខ្លួនព្រះពុទ្ធហៅមុខៈបុរសឥតប្រយោជន៍សូម្បីតែភិក្ខុទៅឆាកបោថឡាចេះចាំព្រះត្រៃបិដកជួបព្រះពុទ្ធ7អង្គក៏ព្រះអង្គហៅភិក្ខុគម្ពីរទៅទេដែរព្រោះតែមិនបានអប់រំចិត្តឲ្យស្អាតបរិសុទ្ធដើម្បីរួចចាកកិលេសចូលអ្នកទាំងឡាយសិក្សាប្រតិបត្តិតាមធម៌ឲ្យបានត្រឹមត្រូវដោយសេចក្តីមិនប្រមាទចុះភិក្ខុធម្មថេរោអវាទទី210ព្រះពុទ្ធជាអ្នកប្រាជ្ញក្នុងអរិយសច្ចៈពិតប្រាកដពេលព្រះអង្គសម្ដែងព្រះធម៌ព្រះអង្គបានជ្រាបច្បាស់នៅឧបនិស្ស័យសត្វដឹងចិត្តដឹងអារម្មណ៍ដឹងធម៌របស់សពសត្វព្រះអង្គទូលមានទៅបានសម្រេចជាប្រយោជន៍នាំមកនៅសេចក្តីសុខចម្រើនប៉ុន្តែពេលខ្លះបើកាលវេលាមិនសមគួរទោះបីជាប្រយោជន៍ក្តីពាក្យពិតក្តីតែកាលនេះសម្ដែងទៅធ្វើឲ្យសត្វមិនសប្បាយចិត្តឆ្លោះគ្នាបែកបាក់សាមគ្គីក៏ព្រះអង្គមិនសម្ដែងធម៌ដែរប៉ុន្តែ
បុគ្គលអសប្បុរសមិនដឹងអរិយសច្ចធម៌ពិនមិនស្គាល់ឧបនិស្ស័យសត្វនិយាយធម៌តាមតែគំនិតយល់របស់ខ្លួនតាមតែអារម្មណ៍ខ្លួនតាមតែធម៌ខ្លួនដឹងម្លោះហើយចង់តែនិយាយតាមអ្វីដែលខ្លួនដឹងឲ្យគេតាមខ្លួនទោះបីនិយាយទៅមិនប្រកបដោយធម៌ឬប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃឬក្នុងសង្គមជាតិក៏មិនខ្វល់ដែរឲ្យតែបាននិយាយដូចជាអ្នកនិយាយខុសកាលខុសវេលាជាអ្នកនិយាយអត់ពិតមិនសមរម្យជាអ្នកនិយាយឥតប្រយោជន៍ជាអ្នកនិយាយមិនមែនធម៌ជាអ្នកនិយាយមិនមែនវិន័យច្បាប់ជាអ្នកនិយាយដែលគេមិនចង់ស្ដាប់ឬការមិនយកចិត្តទុកដាក់ស្ដាប់ជាអ្នកនិយាយស្មានច្រើនខ្វះហេតុផលជាក់លាក់បើនៅតែប្រឹងនិយាយទាំងចិត្តមានះបែបនេះដោយមានគំនិតថាមានតែអញទេធ្លាប់និយាយក្រាន់បើជាងគេអញធ្លាប់ល្បីជាងគេអញនិយាយអ្វីក៏គេគាំទ្រព្រោះអញជាអ្នកបង្រៀនគេអ្នកណាក៏ធ្លាប់ស្ដាប់អញសរសើរអញដើរតាមអញទាំងអ្នកធំទាំងអ្នកតូចគ្រប់គ្នាទាំងអស់សុទ្ធតែមនុស្សរបស់អញទាំងអស់បើមានគំនិតបែបនេះចិត្តមានបញ្ហាហើយសម្ដីនេះអាចសម្លាប់ខ្លួនឲ្យវិនិច្ឆ័យអន្តរាយបានដោយដើមចេកមានផ្លែហើយសម្លាប់ដើមអញ្ចឹងត្រូវចាំពាក្យចាស់ទុំពោលថាគេសរសើរត្រូវឲ្យភ័យគេស្ដីឲ្យចេះគិតគេទុកចិត្តឲ្យប្រយ័ត្នដូច្នេះអ្នកនិយាយព្រះធម៌កុំធ្វើខ្លួនឲ្យខ្លាចជាទាស័កតណ្ហាគ្រាន់ប្រកបរបររកស៊ីលក់ធម៌តាមប្រព័ន្ធអនឡាញឲ្យសោះព្រោះព្រះពុទ្ធបិតាមិនសរសើរទេភិក្ខុធម្មថេរោអវាទទី211ព្រះពុទ្ធបានត្រាស់ដឹងសម្មាសម្ពោធិញ្ញាណហើយព្រះអង្គបង្រៀននៅសច្ចធម៌ឲ្យមនុស្សរស់នៅក្នុងសង្គមនីមួយៗបានយល់តម្លៃមនុស្សនៅត្រង់មានគុណធម៌ពិតប្រាកដមានសច្ចៈទៀងត្រង់ស្រឡាញ់ពេញចិត្តប្រកបដោយបញ្ញាញាណឃើញច្បាស់ទៅតាមសភាពនៃបរមត្ថសច្ចៈមិនលំអៀងបន្លំคล้ายរស់នៅមានសុវត្ថិភាពរុងរឿងមានសេចក្តីសុខចម្រើនមេរៀនរបស់ព្រះពុទ្ធក្នុងសច្ចធម៌នេះមានគុណតម្លៃអស្ចារ្យសម្រាប់មនុស្សគ្រប់គ្នារស់ក្នុងសង្គមត្រូវយល់ដឹងឲ្យជាក់ច្បាស់ពីព្រោះមនុស្សម្នាក់រស់នៅក្នុងសង្គមមួយតែមានអធ្យាស្រ័យនិងចិត្តគំនិតចរិតលក្ខណៈផ្សេងគ្នាទៅតាមការប្រព្រឹត្តសន្សំបទពិសោធន៍និងគំនិតយល់ឃើញរៀងខ្លួនប៉ុន្តែបើបានសិក្សាយល់ដឹងនៅសច្ចធម៌ស្គាល់ដំណើរពិតនៃការប្រព្រឹត្តកាយចិត្តរបស់ខ្លួនបានច្បាស់លាស់ហើយចេះគ្រប់គ្រងបានល្អត្រឹមត្រូវតាមសច្ចធម៌ពេលយើងទៅទំនាក់ទំនងជាមួយគេរឹតតែងាយស្រួលជាពិសេសមានសេចក្តីគោរពរាប់អានស្និទ្ធស្នាលបង្កើនសាមគ្គីភាពក្នុងសង្គមមួយទៅសង្គមមួយទៀតបានល្អប្រកបដោយភាត្រភាពជឿជាក់ទុកចិត្តគ្នាទៅវិញទៅមកហើយមានឱកាសល្អបានចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ជួយអប់រំទូនមានណែនាំដាស់តឿនចេះជួយសង្គ្រោះគ្នាដោយសេចក្តីមេត្តាផ្ដល់ភាពរីករាយស្ងប់ស្ងាត់ចេះលើកទឹកចិត្តមើលថែរក្សាគ្នាឈប់ប្រមាថមើលងាយកេងប្រវ័ញ្ចរំលោភបំពានគ្នាកាលណាមនុស្សស្គាល់សច្ចធម៌ទើបស្គាល់ខ្លួនឯងកាលណាស្គាល់ខ្លួនឯងទើបស្គាល់តម្លៃគេបើស្គាល់តម្លៃគេទើបចេះធ្វើល្អដល់គេលែងបៀតបៀនគេព្រោះមនុស្សចេះឲ្យតម្លៃគេចេះធ្វើអំពើល្អចំពោះគេលែងមើលងាយគេលែងបៀតបៀនគេនេះជាមនុស្សឆ្លាតគោរពសច្ចធម៌ណាស់ហើយទង្វើនៃសច្ចធម៌នេះបានប្រែក្លាយជាមនុស្សមានការអប់រំយល់ដឹងខ្ពង់ខ្ពស់រស់នៅក្នុងសង្គមមួយមានវប្បធម៌អរិយធម៌ថ្លៃថ្នូរប្រកបដោយភាពកក់ក្ដៅត្រជាក់ត្រជុំសុខក្សេមក្សាន្តជាមួយសច្ចធម៌ពិតចូលអ្នកទាំងឡាយព្យាយាមប្រឹងប្រែងអប់រំចិត្តទទួលយកនៅសច្ចធម៌ទើបញ៉ាំងជីវិតស្មុគស្មាញអាប់អ៊ូឲ្យស្រឡះភ្លឺស្វាងស្រស់ថ្លាភិក្ខុធម្មថេរោ
អវាទទី212ការចម្រើនអប់រំចិត្តតាមវិធីសាស្ត្ររូបមន្តវិបស្សនាបានតម្កល់ចិត្តតាំងមាំក្នុងកុសលហើយរមែងបានយល់ច្បាស់ក្នុងសច្ចធម៌គឺជាអាវុធដែលមានធម៌ពលដ៏ខ្លាំងក្លាហើយមានអំណាចប្រកបដោយប្រសិទ្ធភាពអស្ចារ្យបំផុតសម្រាប់អត់ទ្រាំទប់ទល់ជាមួយនឹងការប្រមាថមើលងាយរបស់អ្នកដទៃហើយនឹងជាឱកាសដ៏មានតម្លៃបំផុតសម្រាប់ជំរុញឆន្ទៈឲ្យមានកម្លាំងខ្លាំងក្លាស្ទុះទៅកាន់គោលដៅដ៏ជោគជ័យពីព្រោះកម្លាំងវិបស្សនាញាណបានឃើញច្បាស់នៅសច្ចធម៌នេះជាការកម្ចាត់បងនៅសត្រូវពលគឺកិលេសឈ្មោះថាឈ្នះអ្វីៗគ្រប់យ៉ាងដ៏ប្រសើរបំផុតត្រង់ការឈ្នះខ្លួនឯងគឺឈ្នះការអន់ចិត្តតូចចិត្តឈ្នះការល្ងងខ្លៅអវិជ្ជាឈ្នះការជជែករឹងរូសប្រកាន់មានះឈ្នះកំហឹងនិងភាពឆេវឆាវក្រេវក្រោធឈ្នះការរារែកស្ទាក់ស្ទើរសង្ស័យស្មានឈ្នះការកំសាកទុនជ្រាយដូច្នេះកម្លាំងការអប់រំចិត្តគឺជាមធ្យោបាយសំខាន់ណាស់ដែលជាវិធីយកឈ្នះខ្លួនឯងប្រកបដោយអធិបាតធម៌មានឆន្ទៈអធិបតីមានកម្លាំងធំធេងមុតស្រួចមានសមត្ថភាពទទួលបានជោគជ័យតាមបំណងប្រាថ្នានាំមកនៅសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនគ្រប់យ៉ាងបើអ្នកមិនទាន់យកឈ្នះខ្លួនឯងបានទេចូលកុំព្យាយាមយកឈ្នះអ្នកដទៃឡើយនាំឲ្យមានពៀនិងដេកកាតុភិក្ខុធម្មថេរោអវាទទី213យើងទាំងអស់គ្នាមានឧបនិស្ស័យបានកើតតនសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គជាបុគ្គលឯកកើតឡើងក្នុងលោកដើម្បីជាប្រយោជន៍សេចក្តីសុខសេចក្តីចម្រើននិងដើម្បីចម្លងសត្វលោកឲ្យរួចចាកសេចក្តីទុក្ខទាំងពួងព្រោះព្រះអង្គបានត្រាស់ដឹងឃើញពិតដឹងពិតនៅអរិយសច្ចៈដោយបញ្ញាដ៏ឧត្តមអាចដឹកនាំមនុស្សនិងទេវតាឲ្យចាកចេញអសធម្មជាធម៌ខ្លាញ់ខ្លាយមិនពិតប្រកបដោយសេចក្តីទុក្ខច្រើនវង្វេងចូលក្នុងអន្លង់សង្ខារទុក្ខដ៏ធំធេងក្នុងវដ្តដាក់មិនមានទីបំផុតប៉ុន្តែដោយអំណាចគុណរបស់ព្រះអង្គបានទូនមានឲ្យមានស្មារតីដឹងខ្លួនចូលទៅកាន់ព្រះសទ្ធម្មជាធម៌រំលត់បងភ្លើងទុក្ខភ្លើងកិលេសបានដូច្នេះហើយយើងត្រូវញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គសម្រាប់ជាទីពឹងទីរលឹកឲ្យខ្ជាប់ខ្ជួនក្រៃលែង1គួរសេពគប់ឲ្យប្រពៃព្រោះព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធត្រាស់ដឹងដោយព្រះអង្គឯងហើយជាតក្កិណីបុគ្គលដ៏ប្រសើររកបុគ្គលណាមួយឲ្យស្មើនឹងព្រះអង្គគ្មានឡើយ2គួរគោរពព្រោះព្រះអង្គប្រសើរដោយសិលសមាធិនិងបញ្ញាគុណជាទីគោរពជ្រះថ្លាបំផុត3គួររាប់អានព្រោះព្រះអង្គប្រកបដោយគុណធម៌ដ៏អស្ចារ្យគឺកាយសុចរិតវចីសុចរិតមនោសុចរិតស្អាតបរិសុទ្ធជាបុគ្គលអស់កិលេសមិនធ្វើបាបចំពោះមុខនិងកំបាំងមុខ4គួរបូជាព្រោះព្រះអង្គជាអ្នកមានគុណក្រៃលែងគឺមហាករុណាទិគុណវិសុទ្ធិគុណនិងបញ្ញាទិគុណជាបុព្វការីជនបានធ្វើឧបការៈជាច្រើនដល់សពសត្វឲ្យសម្រេចប្រយោជន៍និងរួចចាកទុក្ខផន្តេធម្មថេរោអវាទទី214បើបុគ្គលណាបានសេពគប់រាប់អានគោរពបូជាដោយប្រពៃហើយរមែងបានជាទីពឹងដ៏ប្រសើរពីរយ៉ាងគឺ 1. ជួយការពារបិទបាំងមិនឲ្យវិនិច្ឆ័យអន្តរាយផ្សេងមកបៀតបៀននិងមិនធ្លាក់ក្នុងអបាយភូមិមាននរកប្រែតជាដើម 2. ជួយថែរក្សាឲ្យជួបតែពួកសប្បុរសល្អចិញ្ចឹមជីវិតរីកចម្រើនការសុភមង្គលសិរីសួស្តីស្ងប់សុខប្រកបដោយសមាអាជីវៈនឹងកើតក្នុងសុគតិភពជាទេវតានិងមនុស្សជាទីរីករាយហើយនៅទីបំផុតបានសម្រេចមគ្គផលក្សេមចាក់ទុកទាំងពួងផន្តេធម្មថេរោអវាទទី215
ព្រះពុទ្ធបានទូលមានថានៅក្នុងលោកនេះក្តីនៅក្នុងលោកខាងមុខក្តីមិនមានធម៌ដតីប្រសើរជាងព្រះអរិយសច្ចធម៌នេះឡើយព្រោះបុគ្គលបានឃើញច្បាស់ពាល់ត្រូវពិតតាមបញ្ញាញាណបានតាំងមាំក្នុងអរិយសច្ចៈដោយខ្លួនឯងហើយរមែងមិនបៀតបៀនខ្លួនផងមិនបៀតបៀនអ្នកដទៃផងដូច្នេះសុខចិត្តធ្វើជាមនុស្សល្ងង់ស្មោះត្រង់ក្នុងសច្ចធម៌វាប្រសើរជាងធ្វើជាមនុស្សឆ្លាតពោពេញដោយល្បិចកលឧទាហរណ៍ដូចជាសត្វពស់មានពឹសខ្លះវាចឹកយើងហើយបែរជាធ្វើប្រកាញ់ធ្វើកងងាកងក់ដូចយើងវេកធ្វើបាបវាអញ្ចឹងប៉ុន្តែសូមជ្រាបថាសច្ចធម៌នេះមានសម្រាប់តែមនុស្សមានគុណធម៌ពិតទេផន្តេធម្មធេរោអវាទទី216ថ្ងៃនេះជាថ្ងៃឧបោសថសិលចូលរក្សាអំពើល្អដោយសេចក្តីមិនប្រមាទចុះបុគ្គលអ្នកមានសិលជាបុគ្គលសម្ដីមាសសម្ដីឯកសម្ដីមិនស្លាប់ព្រោះបុគ្គលនោះមានពាក្យពិត4យ៉ាងគឺ 1. ពាក្យសច្ចៈ 2. បើដឹងត្រូវនិយាយថាដឹងបើមិនដឹងត្រូវនិយាយថាមិនដឹង 3. បើឃើញត្រូវនិយាយថាឃើញបើមិនឃើញត្រូវនិយាយថាមិនឃើញ 4. បើឮត្រូវនិយាយថាឮបើមិនឮត្រូវនិយាយថាមិនឮពាក្យពិតនេះហើយដែលរក្សាកេរ្តិ៍ឈ្មោះកិត្តិយសឲ្យមានតម្លៃដែលមិនអាចកាត់ថ្លៃបានដែលយើងម្នាក់ចង់បានក្នុងជីវិតរបស់យើងផន្តេធម្មធេរោ